គ្រប់ជំរាបសួរអ៊ំពូមីនលោកយាយលោកតាដែលនិយមទស្សនានៅខ្សែវីដេអូក្នុង Channel YouTube របស់ខ្ញុំបាទសម្បត្តិជនចិត្តល្អទាំងអស់គ្នាបាទអ៊ំពូមីននៅចាំបងស្រីម្នាក់នេះទេបាទបងស្រីម្នាក់នេះគាត់ឈ្មោះសាំងស្រីគុណបាទជាស្ត្រីមេម៉ាយកូន6នាក់បាទហើយគាត់រស់នៅក្រោមដើមត្រខប់បាទខ្ញុំបានជួបគាត់លើកទី1នោះគឺគាត់ទៅរើសចាយបាទបានដកជំនួយសប្បុរសជននៅខាងទីក្រុង Bakersfield បាទ$25ជួយឧបត្ថម្ភគាត់មួយគ្រាទៅហើយក្រោយមកខ្ញុំក៏ចង់បានព័ត៌មានច្បាស់លាស់ហើយនឹងមានជំនួយពីអ៊ំមីងពូបងនៅខាង Bakersfield បន្ថែម$65ទៀតក៏បានមកស្វែងរកគាត់ទៅតាមអ្វីដែលគាត់បាននិយាយប្រាប់ហើយខ្ញុំមកបានឃើញទៅគឺគាត់នៅក្រោមដើមតខប់នេះមែនបាទនៅក្រោមដើមតខប់នេះដែលខ្ញុំពងឈរនិយាយមួយគាត់ហ្នឹងហើយគាត់អត់មានកន្លែងនៅទេអ៊ំពូមេងពីមុនមានអង្គការមានអីធ្លាប់ជួយជួលផ្ទះជួលអីឲ្យគាត់ហើយនឹងកូននៅបានខ្លះដែរប៉ុន្តែដាច់កងត្រាដាច់អីអស់ទៅក៏ចប់ទៅហើយគាត់ក៏បដោះអាសន្ននៅក្រោមដើមតខប់នឹងសិនទៅបាទតែឥឡូវនេះគឺអត់អាចនៅទីនេះបានទេដោយសារកន្លែងដើមតខប់ហ្នឹងវាជាកន្លែងដែលគេតម្កល់ដាក់ចាក់សម្រាមបហូរទឹកភក់ជ្រាំឆ្អេះឆ្អាបស្អុយតែអញ្ចឹងទៅគឺអត់អាចរស់នៅទីនេះបានឡើយបាទដោយសារអីគឺមានក្លិនឆ្អេះឆ្អាបស្អុយស្មោកគ្រោកហើយឆ្លងជំងឺផ្សេងទៅកូនទៅអីរបស់គាត់អញ្ចឹងណាបាទហើយមុខរបរគាត់ហ្នឹងគឺរហេតុចាយទេអ៊ំពុំឯងមើលសភាពនៃការរស់នៅពួកគាត់ចាស់គឺពិបាកមែនតើហើយកូនគាត់ដល់ទៅ6នាក់បាទឥឡូវនេះគឺអត់អាចរស់នៅក្រោមដើមតខប់នេះបានទេបាទបើទុកបីជាត្រូវរស់នៅឬក៏ស្នាក់នៅក៏មិនអាចស្នាក់នៅកើតដែរដោយសារអីគឺទី1ក្លិនឆ្អេះឆ្អាបក្លិនស្អុយពីសម្រាមពីរបស់កាកសំណល់បាទដែលអត់អាចនៅបានទេគេហៅថាមានក្លិនស្អុយភក់ជ្រាំលូដែលគេបង្ហូរមកពួកកន្លែងហ្នឹងគឺកន្លែងដាក់តម្កល់ចាក់សម្រាមបាទហើយនឹងចំណុចមួយទៅចំណុចមួយទៀតគឺអត់មានអីទេក្រោមដើមតខប់ហ្នឹងគឺថ្ងៃក្តៅចាំងមកបើមានភ្លៀងទៀតគឺរត់តែមិនអាចនៅបានទេផ្ទាល់នឹងដីហ្នឹងតែម្ដងបាទចឹងហើយគឺពិបាកណាស់ខ្ញុំធ្វើវីដេអូនេះឡើងសារថ្មីដោយសារខ្ញុំបានទទួលព័ត៌មានថាពួកគាត់គឺដើរដល់ផ្លូវតលមែនតែនហើយបាទគឺតលធំជាងគេគឺជំរកនេះតែម្ដងបាទអត់មានកន្លែងស្នាក់អាស្រ័យនៅទេខ្ញុំបានស៊ើបសួរទៅអ្នកដែលរស់នៅខាងសហគមន៍អណ្ដូង4បាទសង្កាត់កោរកាខណ្ឌកុយភ្នៅរាជធានីភ្នំពេញអាចនឹងស្វែងរកផ្ទះល្មមជួលនៅក្នុងតម្លៃ$30ឬក៏35អីចឹងបានបាទខ្ញុំស៊ើបសួរទៅអាចនឹងស្វែងរកបានអញ្ចឹងខ្ញុំសូមគោរពជូននៅព័ត៌មាននេះទៅដល់អ៊ំមីងពូលោកយាយលោកតានិងសប្បុរសជនដែលលោកមានចិត្តសប្បុរសចិត្តបុណ្យបាទអាណិតដល់ក្មេងៗកូនគាត់ទាំងអស់មាន6នាក់បាទខ្លះក៏នៅរៀងតូចខ្លះក៏រៀងត្រឹសបន្តិចបាទចឹងទៅគឺអាណិតមែនតែនក្មេងដែលគ្នាគ្មានកន្លែងដេកពូនកន្លែងស្នាក់អាស្រ័យហើយមកនៅលើកំណោសម្រាមអញ្ចឹងក្លិនឆ្អេះឆ្អាបក្លិនស្អុយស្មោកគ្រោកបាទគឺងាយនឹងឆ្លងរោគឆ្លងជំងឺមែនតែនបាទដូច្នេះហើយខ្ញុំមានតែការគោរពអំពាវនាវទៅដល់អ៊ំមីងពូលោកយាយលោកតាបាទដែលមានចិត្តសប្បុរសចិត្តបុណ្យក្រែងនឹងអាចផ្ដោះបាទលទ្ធភាពណាមួយគ្រាន់នឹងអាចថាជួលបន្ទប់ឬក៏ផ្ទះល្មមឲ្យគាត់នៅត្រឹមរយៈពេលប្រហែលខែសិនដើម្បីឲ្យគាត់មានលទ្ធភាពបាទដោះស្រាយគិតមកតង់ទៅមុខទៀតចឹងណាអ៊ំពូមីងហើយឥឡូវនេះបឋិញញឹកមែនតើគឺដោយសារកន្លងទៅពួកគាត់អត់មានលទ្ធភាពឲ្យថ្លៃផ្ទះថ្លៃអីគេទៅខានបងគេយូរទៅក៏គេឈប់ឲ្យគាត់នៅបាទចឹងហើយគឺអត់មានស្អីនៅទៀតទេបាទឥឡូវទីតលមែនតើហើយចឹងមានអំពាវនាវទៅដល់អ៊ំមីងពូបងសប្បុរសជនបាទមិនថានៅក្រៅប្រទេសឬក្នុងប្រទេសទេអាណិតអាសូរជួយជួលជាផ្ទះសំរុំល្មមបាទធំ$30ឬក៏35អីក្នុងមួយខែបាទឲ្យគាត់បាន2ខែ3ខែឬក៏6ខែគាត់នឹងគាត់ស្នាក់អាស្រ័យនៅជុំកូនចៅ
Mọi ngày từng ba không bằng phật cô cho mình lại ngờ cô chung thì ta riêng mà mỗi người ông họ ăn phước ăn của nó cô nhưng còn hút cô nhưng còn qua hút ở bàn thì không được qua phải có luôn nhưng mà ngày nó không phật cô lại mình lại cô nơi chưa chắc thì ông nơi tìm hai cái đinh chân cô nhưng giờ bạn thử dục rồi cái ban mình còn làm không nó cô sẵn được đào sang nhưng chính đó có thật qua là những lấy qua phật mong ban là tiền con hút ta lại chắc khang cái quen nên họ bay họ rồi con họ chơi nhưng mà bạn nơi vào họ chơi đắp nóเป็นคนปรับ ហើយពេលដែលមកសម្រាប់នៅក្រោមដើមតខុបហ្នឹងយើងមានក្រែមានអីដាក់មានគ្រូក្រែកស៊ូផ្លាក់យីហោគេចោលឬខ្ញុំអូអាផ្ទាំងកស៊ូគេដែលដាក់ឈ្មោះហើយចោលហ្នឹងយើងយកមកក្រៅទៅអត់មានក្រែអត់មានតង់អីកតេលខ្នើយអីទេមានគ្រូខ្នើយមានតែគាត់ថាយកអត់មានអីមានក្រែមានអីទេក្រែប៉ាតង់ហើយពីនងមកដល់ឥឡូវយើងចូលប្រហែលជាខ្ទង់កន្លះខែហើយចាហើយឥឡូវហ្នឹងមីងនៅបន្តនៅក្រោមដើមតខុបហ្នឹងដដែលចានៅសម្រាប់លើអាស៊ូកស៊ូហ្នឹងកូនទាំងអស់6នាក់ហ្នឹងមីងជឿមីងមករើសអេតចាយចឹងពួកគាត់នៅណាគាត់នៅផ្ទះអត់បងគាត់មើលនៅក្រោមដើមតខុបហ្នឹងថ្ងៃចាំងក្តៅអីចូលហ្នឹងចាំងលោកគ្រូតែចងកណាត់ចងធ្វើបាំងអីទៅតែបើបាំងថ្ងៃបានតែបើភ្លៀងមកគឺបាំងគាត់បានទៅតាំងពីនៅកន្លះខែហ្នឹងអត់ទាន់មានពេលភ្លៀងម្ដងទេចានៅគង់បាក់ដែរពេលគាត់ថាទៅដល់ខែភ្លៀងខ្ញុំរងកូនឆ្នាំប្រសិនបើមេឃភ្លៀងមិនដឹងជាពិបាកយ៉ាងណាទេអ៊ំពូមេឃបាទមេឃភ្លៀងគឺដឹងថាពិបាកពីព្រោះឥឡូវនេះវាអត់ទាន់ចំខែភ្លៀងប៉ុន្តែបើករណីថាពេលណាមួយភ្លៀងកក់ខែភ្លៀងអីគឺដឹងតែពិបាកមែនតើបាទនៅក្រោមដើមតខុបហើយគ្នាដល់ទៅ6 7នាក់ហើយក្មេងតូចក៏មានច្រើនទៀតបាទជីវិតបាទមិននឹកស្មានថាត្រូវជួបរឿងបែបនេះជួយអាចជួយខ្ញុំផងមួយខ្ញុំតខ្លាំងណាស់មានតែអ្នកកូនទេកូនខ្ញុំរួមថ្ងៃបានថ្ងៃឡើងតកូនហូបមកពេលទៅកូនខ្ញុំការជួយខ្ញុំផងខ្ញុំទៅរកឲ្យបានបងរកមួយថ្ងៃទៅមួយថ្ងៃក្រោយចង់ឲ្យគាត់ជួយអីបានខ្លះនេះជួយអាចជួយសុំគ្រូជួយបងជួយរកតែរកកូនឡើងនៅផងខ្ញុំព្រោះមែនទេខ្ញុំដឹងកតណាទៅកូនបើរកឲ្យចាយមួយថ្ងៃបានទៅ10000ជាងគាត់អត់កូនហូបគាត់លើជួយតាក់កូនបាន